សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះធីមបេះបោចរបស់ពួកយើងមកជុំគ្នាទៅដែរនាំគ្នាមកបេះស្លឹកអំពិលជាមួយនឹងផ្លែក្រសាំងដើម្បីយកទៅធ្វើសម្លម្ជូរស្លឹកអំពិលចិញ្ចាំប្រហុកក្រសាំងពួកយើងបានចែកកន្លែងគ្នាដើម្បីមួយបេះស្លឹកអំពិលហើយមកខាងទៀតឲ្យពួកគាត់ទៅបេះផ្លែក្រសាំងអូប៉ុណ្ណាអាប៉ែនោះឡើងគ្មានខ្លាចធ្លាក់បាក់ដៃបាក់ជើងទេឲ្យតែឃើញបេះហើយអ្នកខាងក្រោមនេះខាងប្រមោបេះបានតែតូចប្រមោច្រកថងដែរអត់ជុលវាឯអ្នកបេះស្លឹកអំពិលវិញបេះលុំសម្រាប់ការមើលចុះឡើងនៅតែប៉ុណ្្នឹងតែអត់មានឃើញតតែស្រុកការចុងក្រោយទាំងអស់ហេបានមកសម្លរបស់គេដែរហើយស្លឹកអំពិលបានបាដែរបែយ៉ាងមិនក៏មិនចេះអស់ដែរបងប្អូនហើយសម្រាប់ចុងក្រោយសម្លយើងបានស្លបានតែជោគជ័យ sorry